អ្នកដឹងទេការញ៉ាំទឹកដូងមានអត្ថប្រយោជន៍អ្វីខ្លះតើលោកអ្នកដឹងទេតើការញ៉ាំទឹកដូងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយរបស់យើងខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ដែលយើងទទួលបានពីការញ៉ាំទឹកដូងបំពេញជាតិទឹកក្នុងខ្លួនទឹកដូងអាចជួយបំពេញជាតិទឹកដែលបាត់បង់ពីរាងកាយព្រោះសម្បូរទៅដោយអេឡិចត្រូលីតដែលយើងត្រូវការទឹកដូងជាប្រភពសំខាន់របស់កាបូអ៊ីដ្រាតមានអត្ថប្រយោជន៍ពង្រឹងថាមពលរាងកាយឡើងវិញជួយគ្រប់គ្រងសុខភាពបេះដូងទឹកដូងគ្មានផ្ទុកជាតិកូលេស្តេរ៉ុលនិងខ្លាញ់ដូច្នេះវាមានប្រយោជន៍ដល់សុខភាពបេះដូងក្នុងការបង្កើនកូលេស្តេរ៉ុលល្អ HDL និងជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ LDL លើសពីនេះទឹកដូងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងការរលាកនិងកំណកឈាមសម្រួលដល់ចលនាឈាមក្នុងរាងកាយជួយកាត់បន្ថយកំណកខ្លាញ់តាមសរសៃឈាមបន្ថយហានិភ័យគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលផងដែរបញ្ចុះសម្ពាធឈាមទឹកដូងមានផ្ទុកវីតាមីន C ប៉ូតាស្យូមនិងម៉ាញ៉េស្យូមធ្វើឲ្យមានតុល្យភាពបញ្ចេញសូរ៉ូយ៉ូមដែលចេញពីរាងកាយអាចជួយកាត់បន្ថយហានិភ័យជំងឺសម្ពាធឈាមដូចជាលើសឈាមជាដើមចូលព្យាយាមញ៉ាំទឹកដូងមួយកែវ2ដងក្នុងមួយថ្ងៃដើម្បីគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយសូមកុំញ៉ាំទឹកដូងកំប៉ុងព្រោះអត្ថប្រយោជន៍តិចជាងទឹកដូងស្រស់ពីធម្មជាតិព្យាបាលពេលឈឺក្បាលទឹកដូងអាចជួយដោះស្រាយបញ្ហាឈឺក្បាលភាគច្រើនរួមទាំងឈឺក្បាលប្រកាន់បណ្ដាលមកពីកង្វះជាតិទឹកព្រោះអាចវាជួយបំពេញអេឡិចត្រូលីតនិងជាតិទឹកក្នុងខ្លួនឡើងវិញការសិក្សាជាច្រើនបង្ហាញថាម៉ាញ៉េស្យូមក្នុងទឹកដូងជួយកាត់បន្ថយបញ្ហាឈឺក្បាលដែលតែងតែកើតឡើងជាញឹកញាប់បន្សាបជាតិស្រវឹងបើយើងផឹកស្រាច្រើនកម្រិតជាតិអាល់កុលខ្ពស់នឹងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំងញ៉ាំទឹកដូងអាចជួយបំពេញជាតិទឹកឡើងវិញសម្រួលកុំឲ្យមានអាការៈចង់ក្អួតនៅពេលព្រឹកទឹកដូងក្រៅពីជួយកុំឲ្យបាត់បង់ជាតិទឹកវាអាចជួយកាត់បន្ថយរោគសញ្ញាច្រាលអាស៊ីតក្រពះនិងហើមពោះផងដែរជួយសម្រកទម្ងន់អង់ស៊ីមសកម្មនៅក្នុងទឹកដូងអាចជួយសម្រួលការរំលាយអាហារនិងបន្ថែមសមត្ថភាពដុតជាតិខ្លាញ់ព្រមទាំងសារធាតុមេតាបូលីកចេញពីរាងកាយទឹកដូងមានជាតិប៉ូតាស្យូមខ្ពស់អាចគ្រប់គ្រងតុល្យភាពជាតិសូរ៉ូយ៉ូមបានជាតិសូរ៉ូយ៉ូមច្រើនពេកនៅក្នុងខ្លួនអាចនាំឲ្យចាល់ជាតិទឹកជាហេតុនាំឲ្យឡើងទម្ងន់ដូចនេះទឹកដូងអាចជួយបណ្ដេញជាតិទឹកដែលលើសនិងជាតិពុលផ្សេងៗចេញពីខ្លួនយើងបានល្អសង្ខេបខ្លីមកទឹកដូងពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយយើងដូចជាជួយកាត់បន្ថយស្ត្រេសជួយដល់ប្រព័ន្ធរំលាយអាហារជួយលាងជាតិពុលក្នុងខ្លួនផ្ដល់ថាមពលព្យាបាលភាពអស់កម្លាំងបំពេញជាតិទឹកឡើងវិញសម្រាប់អ្នកមានជំងឺគ្រុនក្តៅរាគរូសអួតចង្អោរកម្ចាត់បាក់តេរីនិងវីរុសជួយឲ្យក្រលៀននិងដំណងនំរឹងមាំរក្សាជាតិទឹកក្នុងខ្លួនឡាក់ដូច្នេះយើងគួរគប្បីទម្លាប់ញ៉ាំទឹកដូងធម្មជាតិជាប្រចាំប្រសើរជាងការញ៉ាំភេសជ្ជៈកំប៉ុងផ្សេងទៀតដើម្បីជួយទ្រទ្រង់សុខភាពប្រចាំថ្ងៃរបស់យើងសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក